នេះយើងរៀបចំតម្លើងស៊ុំដាក់កញ្ចក់ហ្នឹងហើយយើងចាប់ផ្ដើមកាត់វាហើយតែយើងយកមកគុំបញ្ចូលគ្នានេះប្រើខ្សែ5ពណ៌ខ្មៅខ្សែ5មាននីវស្រាប់មកចឹងយើងកាត់វាហើយតាំងកែងrồiយើងគ្រាន់តែលើកលើកសូកបញ្ចូលគ្នាបាទអានេះមុខទ្វារបាទមុខទ្វារវុចកញ្ចក់ស្លាយហ្នឹងហើយទ្វារស្លាយបាទនេះយើងលើកគុំនេះបាទដាក់ខាងលើដាក់គ្រោងខាងលើនេះមានខ្វិចបន្តិចកម្ពស់2.40 ម៉ែត្រនេះយើងដាក់មេចំហៀងដាក់មេចំហៀងខាងឆ្វេងមេចំហៀងមេចំហៀងស្ដាំរួចហើយបាទរួចរាល់ហ្នឹងហើយបាទអរគុណបងប្អូនបាទហ្នឹងហើយវាស្លាយបាទ